អត្តន័យនៃអត្ថបទព្រះគម្ពីរគឺព្រះបន្ទូលលាន់លឺឡើងនៅក្នុងជីវិតយើងតាមរយៈអត្ថបទដែលយើងអានរិះគិតរកអត្តន័យនិងមានអារម្មណ៍ជាក់ស្ដែងនៅក្នុងជីវិតរបស់យើងផ្សារភ្ជាប់នឹងគ្រប់ស្ថានភាពគ្រប់កលៈទេសៈគ្រប់ដំណើរជីវិតរបស់យើងសុទ្ធតែផ្សារភ្ជាប់ជាមួយព្រះបន្ទូលដែលផ្ដល់កម្លាំងដែលលើកទឹកចិត្តជាពិសេសយើងឃើញថាក្នុងដំណើរទាំងអស់ហ្នឹងព្រះជាម្ចាស់ថែរក្សាណែនាំបំភ្លឺយើងមិនរស់តែស្ថិតនៅលើកម្លាំងឬពឹងផ្អែកទៅលើកម្លាំងខ្លួនយើងប៉ុន្តែមានម្នាក់ទៀតដែលបំភ្លឺដែលណែនាំដែលថែរក្សាដែលការពារលើកទឹកចិត្តពេលណាដែលយើងជួបបញ្ហាហើយផ្ដល់ទិសដៅឲ្យយើងឬបំភ្លឺយើងទៅតាមគម្រោងការរបស់ព្រះអង្គដែលហួសពីសេចក្តីដែលយើងរំពឹងទុកជាលក្ខណៈពិសេសមែនទែនសម្រាប់ព្រះគម្ពីរដែលនាំឲ្យយើងលាន់លឺឡើងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងគ្រប់សកម្មភាពនៅពេលដែលយើងស្វែងយល់អត្ថបទព្រះគម្ពីរកាន់តែជ្រៅនោះយើងឃើញថាទីបំផុតនៃអត្ថបទព្រះគម្ពីរនាំឲ្យយើងផ្ដោតទៅលើទំនាក់ទំនងរបស់បុគ្គលឬក៏តួអង្គក្នុងសាច់រឿងជាមួយព្រះយេស៊ូវដែលទីបំផុតផ្លាស់ប្រែជីវិតរបស់គាត់ដែលនាំឲ្យគាត់រួមដំណើរជាមួយព្រះអង្គគឺប្រែអ្វីៗដែលជាអតីតកាលរបស់គាត់ហើយចូលទៅក្នុងសភាពការថ្មីរួមដំណើរនិងរស់នៅតាមគំរូថ្មីជាមួយព្រះយេស៊ូវនេះជាលក្ខណៈដ៏សំខាន់ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនព្យាយាមអានទោះបីយល់ឬមិនយល់ព្យាយាមដឹងឬទទួលព័ត៌មានសេចក្តីដែលមាននៅក្នុងព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បើមានឱកាសអាចចូលរួមសិក្ខាសាលាឬចូលរួមអានចែករំលែកបទពិសោធន៍ឬស្ដាប់យោបល់ឬចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមកនៅក្នុងក្រុមមិនថាក្នុងព្រះសហគមន៍ឬឱកាសណាក៏បានដើម្បីលើកទឹកចិត្តដើម្បីជួយបំភ្លឺយើងជាពិសេសការអានអត្ថបទព្រះបន្ទូលប្រចាំថ្ងៃនៅក្នុងជីវិតរបស់យើងពីព្រោះព្រះបន្ទូលបំភ្លឺយើងដូចជាមិនត្រឹមតែបំភ្លឺលើកទឹកចិត្តនិងផ្ដល់កម្លាំងដើម្បីឲ្យយើងធ្វើដំណើរទៅមុខប្រកបដោយសេចក្តីសុខសាន្តជាពិសេសនិងមានទំនុកចិត្តជាពិសេសជួយពង្រឹងជំនឿរបស់